បងប្អូនយើងមួយចំនួនតែងតែឆ្ងល់ហេតុអីខ្ញុំមិនដែលធ្វើវីដេអូទៅលើម៉ូតូអាសងអញ្ចឹងមិនមែនខ្ញុំមិនចង់ធ្វើទេបងប្អូនតែខ្ញុំគិតថាអាសងនេះវាស្រួលពេកវាងាយបងប្អូនយើងអាចនឹងចេះច្រើនអញ្ចឹងហើយបានជាខ្ញុំឲ្យសូវធ្វើទៅលើអាសងអញ្ចឹងមកប្រាប់ពីបញ្ហាអាសងនេះមួយគឺវាអត់មានភ្លើងទៅលើកុងទ័រទេអាគុយនៅថ្មីចេះក៏ប៉ុន្តែគ្មានភ្លើង N ទេនិង display signal ទាំងអស់គឺអត់មានទេអញ្ចឹងឲ្យបងប្អូនមើលពីស៊ី 4K មានណាបងប្អូនពីស៊ីគាត់រុំលួសទាំងអស់រុំកសែខ្សែភ្លើងទាំងអស់សំណាងឲ្យម៉ូតូគាត់ឆ្លងភ្លើងតិចតួចបើសិនជាឆ្លងភ្លើងខ្លាំងវិញខ្ញុំជឿថាម៉ូតូគាត់អាចនឹងឆេះនិងហុយឈាមតែម្ដងអញ្ចឹងខ្ញុំសូមប្រាប់ពីទូនាទីរបស់ពុយស៊ីបតែម្ដងពុយស៊ីបមានទូនាទីផ្ដាច់ភ្លើងពេលដែលម៉ូតូបងប្អូនឆ្លងភ្លើងគប់ភ្លើងកន្លែងណាមួយមានន័យថាខ្សែភ្លើងវាប៉ះជាមួយម៉ាស់ឬក៏ប៉ះជាមួយតួម៉ូតូអញ្ចឹងពុយស៊ីបវាត្រូវតែផ្ដាច់ភ្លើងតែម្ដងគឺវាមិនបន្តឲ្យឆ្លងភ្លើងទៀតទេវាផ្ដាច់ភ្លើងតែតែម្ដងមានណាបងប្អូនម្ចាស់គាត់យកខ្សែភ្លើងតែតែម្ដងហើយពុយស៊ីបមួយតែ1000 2000សោះហ្នឹងគាត់មិនព្រមដូរអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំត្រៀមពុយស៊ីបគ្រប់គ្រាន់មានគ្រប់លេខមិនឲ្យម៉ូតូបងប្អូនដូរពុយស៊ីបខុសឡើយដាក់ចំតែម្ដងអញ្ចឹងទៅរកមើលមូលហេតុទាំងអស់គ្នាបងប្អូនតើមូលហេតុអ្វីបានជាម៉ូតូហ្នឹងអាសាដាច់ពុយស៊ីបម្លេះបើតាមខ្ញុំធ្លាប់ជួបអាសងឆ្លងភ្លើងបែបនេះគឺមានបញ្ហាទៅលើតែក្បាលវាទេភាគច្រើនឆ្លងជាមួយនឹងដៃស៊ីញ៉ូនិងខ្សែចាប់ប្រាំងយើងដោះតែក្បាលខាងលើចេញមកនិងដោះជាមួយនឹងក្បាលខាងក្រោយចេញមកយើងបកមកក្រោយមកគឺឃើញហើយនេះគឺជាបញ្ហារ៉ាំរ៉ៃរបស់អាសងផងដែរអញ្ចឹងនេះហើយគឺជាកន្លែងឆ្លងទីមួយខ្សែខាងស្ដាំដៃវាក៏កាត់ស៊ីជួអស់ហើយវាចេញជាមួយនឹងសរសៃខ្សែភ្លើងវាប៉ះជាមួយនឹងតួហើយខាងឆ្វេងក៏អញ្ចឹងដែរគឺប៉ះជាមួយនឹងខ្សែ display និងខ្សែស៊ីញ៉ូផងដែរអញ្ចឹងអត់មានអីច្រើនទេឲ្យបងប្អូនយើងរុំវាស្អាតទៅរុំវាច្រើនជាន់បងប្អូនព្រោះថាខ្លាចឆ្លងឲ្យក្រោយទៀតបើយើងរុំច្រើនប៉ុណ្ណឹងក៏យើងនឹងមិនទុកចិត្តដែរយើងត្រូវតែកាត់ពវៀនមួយទ្រាប់យើងយកពវៀនចាស់ហ្នឹងមកយកវាយដៃម៉ូតូហ្នឹងមកកាត់យ៉ាងម៉េចឲ្យវាត្រូវជាមួយនឹងតួកុំឲ្យខ្សែភ្លើងប៉ះជាមួយតួឲ្យសោះធ្វើបែបនេះខ្ញុំជឿថាលែងឆ្លងភ្លើងនៅថ្ងៃក្រោយហើយបងប្អូនកាត់ដូចខ្ញុំអញ្ចឹងមកកាត់ធ្វើយ៉ាងណាឲ្យកស៊ូនឹងវាត្រូវជាមួយនឹងដៃម៉ូតូឲ្យជាប់ទាំងអស់កុំឲ្យខ្សែភ្លើងប៉ះជាមួយនឹងតួពេលយើងពិបាកវាទើសតិចហើយវាញ៉ៃញ៉ៃវាក្រាស់ក៏ប៉ុន្តែយើងព្យាយាមយកវាតិចទៅថាវាចូលយើងរឹកខ្ចៅទៅវាណែនវាអេបហើយធ្វើឲ្យក្បាលម៉ូតូយើងណែនស្អាតទៀតក្លុកមុំគឺថាអត់មានគឺទេឃើញបងប្អូនអែមអត់គាត់ប្រើទៅខ្ញុំជឿថាលែងឆ្លងថ្ងៃក្រោយហើយព្រោះពវៀនវាក្រាស់ណាស់វាមិនងាយឆ្លងដល់ទេអញ្ចឹងកន្លែងឆ្លងមានតែប៉ុណ្្នឹងទេយើងរៀបចំចូលវិញតែម្ដងទៅព្រោះថាធ្វើកន្លះម៉ោងជាងហើយម្ចាស់គាត់ក៏ចាំយូរដែរអញ្ចឹងប្រសិបយើងដាក់ថ្មីទាំងពីរដាក់ត្រូវលេខរបស់វាមានលេខ15មានលេខ10បើសិនជាម៉ូតូបងប្អូនឆ្លងឲ្យដៃប្រសិបបែបនេះបងប្អូនកុំតែរិចវាអសោះអញ្ចឹងម៉ូតូនេះរួចរាល់ហើយគឺមានភ្លើងត្រឹមត្រូវទាំងអស់វិញហើយចាប់ដើមគិតលុយបដាហើយព្រោះតែថ្ងៃវារៀងជេរតលិចហើយឯខ្ញុំក៏រៀងលមូលពោះទៀតបងប្អូនអញ្ចឹងបានលុយដាក់ចាក់ទៀតបងប្អូនអើយអរគុណច្រើនបងប្អូន